រមនៃថាទាំង3កន្លែងដែលស្ថិតនៅក្នុងទឹកដីខេត្តកំពង់ចាមដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលងហើយអ្នកទាំងអស់គ្នាគួរតែមកទស្សនានិងមកដំណើរកម្សាន្តនៅទីនេះជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំរ៉ាណូតខ្ញុំលីលីនេះខ្ញុំរចនាពួកយើងជានិស្សិតនៅសាកលវិទ្យាល័យ Norton ផ្នែកបដិសណ្ឋារកិច្ចនិងទេសចរឆ្នាំទី2ថ្ងៃនេះដែរពួកយើងចូលមកធ្វើការសិក្សាស្រាវជ្រាវនៅទីតាំងវត្តសវណ្ណគិរីរតនៈហៅភ្នំប្រុសហើយចង់ដឹងអត់ថានៅក្នុងនេះមានទីតាំងប្រវត្តិសាស្ត្រឬក៏ចំណុចតាក់ទាញភ្ញៀវទេសចរអ្វីខ្លះកុំភ្លេចតាមដានវីដេអូនេះដល់ចប់នេះជាទីតាំងទី1ដែលមានឈ្មោះថាភ្នំប្រុសភ្នំប្រុសគឺជារមណីយដ្ឋានមួយដែលស្ថិតនៅក្នុងភូមិត្រពាំងចាឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាមដែលមានចម្ងាយ7គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាមនិងចម្ងាយ114គីឡូម៉ែត្រពីរាជធានីភ្នំពេញវត្តភ្នំប្រុសមានឈ្មោះជាផ្លូវការថាវត្តសវណ្ណគិរីរតនៈភ្នំប្រុសហើយរមណីយដ្ឋាននេះដែរមានប្រវត្តិតាក់ទងទៅនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរយើងអំពីពិធីចុះស្ដីដណ្ដឹងកូនចៅហើយការសម័យដើមមនុស្សស្រីជាអ្នកចុះដណ្ដឹងខាងប្រុសប៉ុន្តែដោយសារតែនៅសម័យនោះមនុស្សប្រុសគឺគាត់បានចាញ់ភ្នាល់ខាងស្រីទើបដល់សប្តាហ៍នេះមនុស្សប្រុសជាអ្នកដណ្ដឹងខាងស្រីវិញហើយនៅរមណីយដ្ឋានភ្នំប្រុសនេះគឺមានរចនាបថស្ថាបត្យកម្មស្រស់ស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចមើលដោយវីដេអូនេះបានហើយមួយវិញទៀតនៅលើភ្នំប្រុសនេះដែរក៏កំពុងតែមានការរៀបចំសង្ក្រាន្តអបអរសាទរឆ្នាំថ្មីផងដែរបន្ទាប់មកយើងក៏បានចេញម៉ូតូដើម្បីជិះទៅកាន់ភ្នំស្រីដែលមានរយៈពេលប្រហែលជា5នាទីអ្នកទាំងអស់គ្នាពីភ្នំប្រុសអ្នកទាំងអស់គ្នានេះគឺជាភ្នំស្រីទីតាំងទី2របស់ពួកយើងនៅក្នុងកិច្ចការស្រាវជ្រាវហើយមុននឹងយើងធ្វើដំណើរទៅកាន់ខាងលើភ្នំស្រីយើងត្រូវធ្វើដំណើរដោយឆ្លងកាត់កាប់ចណ្ដាលជាមុនសិនហើយជួនពេលល្អក៏បានជួបលោកតាក៏បានសួរគាត់ពីហើយដល់7នៅពីហើយដល់7វ៉ាហើយថ្ងៃចម្លើយថា3 4 5ឆ្នាំមកពីច្រើនភ្ញៀវទៅចូលមកដែរតាចាមកខែនេះពីច្រើនថ្ងៃណាយើងភ្ញៀវមិនជាងអត់ទៀងតែបនទៀងនឹងច្រើនបនទៀងច្រើនចូលឆ្នាំចូលអីជួបបានឡើងចប់ឡើងចប់អូតែប៉ុណ្ណឹងលោកតាសុខសប្បាយហើយយើងក៏បានឡើងមកដល់លើកំពូលភ្នំស្រីដែលនៅទីនេះមានទេសភាពស្រស់ស្អាតនិងបរិយាកាសស្រស់ស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នារួមចំណែកជួយផ្សព្វផ្សាយវិស័យទេសចរណ៍ជាតិនិងអន្តរជាតិឲ្យមានភ្ញៀវបរទេសក៏ដូចជាភ្ញៀវជាតិមកលេងនៅទីនេះហើយក៏ដូចជារួមចំណែកជួយដល់អ៊ំដែលប្រកបមុខរបរនៅទីនេះផងដែរទីតាំងបន្ទាប់ដែលយើងត្រូវធ្វើដំណើរបន្តនោះគឺមានឈ្មោះថាអាហារដ្ឋានស្មៅទន្លេដែលនៅទីនោះមានរយៈពេលប្រហែលជា18នាទីពីភ្នំស្រីទៅកាន់អាហារដ្ឋានស្មៅទន្លេនោះហើយនៅទីនេះដែរគឺខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយនិងរីករាយខ្លាំងមែនទែនពីព្រោះដោយសារតែខ្ញុំចូលទៅដល់ទីនេះភ្លាមគឺមានអារម្មណ៍ថាត្រជាក់ខ្លាំងមែនទែនពីព្រោះដោយសារតែកន្លែងគាត់គឺសម្បូរទៅដោយដើមឈើជាពិសេសនោះគឺមានត្រីទៀតអ្នកទាំងអស់គ្នាខ្ញុំក៏បានកំងអាយឡាតេក៏ដូចជា matcha latte ផងដែរហើយត្រីរបស់កន្លែងគាត់គឺឆ្ងាញ់អ្នកទាំងអស់គ្នាខ្ញុំភ្លក់ហើយអ្នកទាំងអស់គ្នាមកដល់ទីនេះបាច់បារម្ភថារកកន្លែងអង្គុយអត់បានអីអ្នកទាំងអស់គ្នាគឺនៅកន្លែងគាត់គឺមានតុអង្គុយច្រើនខ្លាំងមែនទែនពីព្រោះកន្លែងគាត់នេះក៏មិនត្រឹមតែមានកាហ្វេគឺមានទាំងម្ហូបអាហារដែរអ្នកទាំងអស់គ្នានេះជាផ្លូវចូលដើម្បីចុះទៅដល់ខាងក្រោមហើយដូចជាម្នាក់4000អ្នកទាំងអស់គ្នាម្នាក់រៀលហើយនៅក្រោមនេះគឺសម្បូរកន្លែងថតរូបខ្លាំងមែនតើបើអ្នកចូលចិត្តថតរូបគឺមកដល់ទីនេះគឺត្រូវមកតែម្ដងព្រោះនៅកន្លែងគាត់គឺសម្បូរទៅដោយកន្លែងថតរូបច្រើនខ្លាំងមែនតើហើយគឺស្រស់ស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាព្រមតែសម្បូរទៅកន្លែងថតរូបពេលអ្នកទាំងអស់គ្នានៅទីនេះក៏ជាកន្លែងមួយសម្រាប់យើង relax អារម្មណ៍របស់យើងដែរព្រោះនៅទីនេះគឺប្លែកភ្នែកយើងខ្លាំងតែម្ដងអ្នកទាំងអស់គ្នាហើយធ្វើឲ្យអារម្មណ៍យើងគឺស្រស់ស្រាយពីព្រោះនៅទីនេះគឺមានខ្យល់បរិសុទ្ធខ្យល់បក់គឺលះហើយខ្លាំងមែនតើខ្ញុំបានមកដល់ទីនេះផ្ទាល់ហើយយើងនឹងទៅទីតាំងបន្ទាប់ហើយនេះជាទីតាំងបន្ទាប់របស់យើងនៅតាមដងផ្លូវទៅកាន់កោះប៉ៃនេះគឺមានអារម្មណ៍ថាស្រស់ស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាគឺនិយាយទៅគឺឃ្លានតាមម្ដងអ្នកទាំងអស់គ្នាហើយទីបំផុតយើងក៏បានមកដល់កោះប៉ៃនេះដែលជាទឹកដីមួយស្ថិតនៅក្នុងខេត្តកំពង់ចាមហើយនៅទីនេះដែរខ្ញុំសង្កេតឃើញថាមានការរៀបចំដោយបងនៅទីនេះគឺស្រស់ស្អាតខ្លាំងមែនទែនជាពិសេសនោះគឺការរៀបចំដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងនាពេលខាងមុខនេះហើយនិយាយទៅគឺនៅកោះប៉ៃនេះគឺឆ្នេរខ្សាច់ធំទូលាយគឺមានកញ្ចុះសម្រាប់អង្គុយគឺធំទូលាយខ្លាំងមែនទែនអ្នកទាំងអស់គ្នាមិនត្រឹមតែប៉ុណ្ណោះទេនៅកន្លែងនេះដែរក៏មានម្ហូបអាហារសម្រាប់ស្វាគមន៍ភ្ញៀវដែលមកលេងនៅទីនេះផងដែរហើយជាពិសេសនោះគឺនៅកន្លែងគាត់ក៏មានជាប្រភេទការ៉េមដែរអ្នកទាំងអស់គ្នាគឺតម្លៃធូរថ្លៃខ្លាំងមែនទែនហើយនេះជាសម្រស់កោះប៉ៃរបស់យើងអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះបាន
នេះមិនត្រឹមតែមានម្ហូបអាហារនោះទេនៅទីនេះក៏មានឆ្នេរមួយដែលយើងអាចមុជទឹកបានដែរអ្នកទាំងអស់គ្នាហើយជាពិសេសនោះគឺមានពងក៏ដូចជាទាទឹកអីផ្សេងៗទៀតផងដែរគឺពិសេសខ្លាំងមែនទែនហើយជាចុងក្រោយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកលេងនៅរមណីយដ្ឋានទាំង3កន្លែងនេះដែលស្ថិតនៅក្នុងទឹកដីខេត្តកំពង់ចាមដើម្បីផ្ដល់ប្រភពដល់ចំណូលជាតិក៏ដូចជាជួយផ្សព្វផ្សាយនៅវប្បធម៌ទេសចរជាតិផងដែរហើយក៏សូមអភ័យទោសបើសិនជាមានពាក្យខុសឆ្គងដែលអចេតនាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជម្រាបលា